ថ្ងៃនេះខ្ញុំចង់ចែកម្លែកប្រធានបទមួយរវាងមនុស្សប្រុសនិងមនុស្សស្រីហើយគឺភាពខុសប្លែកគ្នារវាងមនុស្សប្រុសមនុស្សស្រីដោយរបៀបណាហើយខ្ញុំលើកមកនេះក៏ខ្ញុំសូមអភ័យទោសទៅដល់មនុស្សប្រុសដែលល្អជាច្រើននៅក្នុងសង្គមយើងអត់ខ្វះទេប៉ុន្តែធាតុពិតជាក់ស្ដែងមនុស្សប្រុសមួយចង់និយាយថាមួយចំនួនតូចគឺច្រើនតែធ្វើបែបដែលខ្ញុំចែកម្លែកបែបនេះហ្នឹងហើយអញ្ចឹងខ្ញុំធ្វើវីដេអូមួយនេះគឺខ្ញុំចង់ឲ្យមនុស្សស្រីចេះផ្លាស់ប្ដូរការគិតដើម្បីឲ្យយើងរកចំណុចខ្លាំងរបស់ខ្លួនឯងកុំងាប់កាឡាចង់និយាយអញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំចង់និយាយមកវិញថាមនុស្សប្រុសនិងមនុស្សស្រីវាមានលក្ខណៈខុសប្លែកគ្នាយ៉ាងម៉េចមនុស្សប្រុសគឺគាត់ស្រឡាញ់មនុស្សស្រីពី100រហូតដល់0ប៉ុន្តែមនុស្សស្រីគឺស្រឡាញ់មនុស្សប្រុសពី0ទៅដល់100អញ្ចឹងលក្ខណៈខុសប្លែកបែបហ្នឹងហេតុអីមកពីមូលហេតុអីចាមនុស្សស្រីប្រសិនបើសម្រេចចិត្តថារៀបចំអាពាហ៍ពិពាហ៍ជាមួយរៀបការជាមួយបុរសម្នាក់ហ្នឹងហើយគឺមុនដំបូងគាត់អត់មានអារម្មណ៍ថាស្រឡាញ់ឯនោះទេប៉ុន្តែគាត់ក៏ចាប់ផ្ដើមសម្របចិត្តសម្រួលខ្លួនប្រាណដើម្បីរស់នៅជាមួយនឹងប្តីតាំងពីអត់តន់ចេះស្រឡាញ់រហូតចេះថាមានការអាណិតអាសូររៀបចំធ្វើម៉េចរៀបខ្លួនឯងជាប្រពន្ធឲ្យមានលក្ខណៈល្អថែទាំគ្រួសារមួយឲ្យមានសុភមង្គលទៅអញ្ចឹងទៅហើយគឺគាត់ធ្វើអីទៅតាមប្តីអញ្ចឹងណានឹងថ្ងៃព្រោះប្តីប្រាប់ថាបងស្រឡាញ់តអូនមួយទេអញ្ចឹងនៅពេលដែលគាត់ជឿជាក់លើពាក្យដែលបងស្រឡាញ់តអូនម្នាក់ហ្នឹងណាគឺគាត់ចាប់ផ្ដើមបោះបង់ចោលខ្លួនឯងពីព្រោះគាត់គិតថាប្តីគឺជាជំរើសទី1ដែលត្រូវមើលថែស្រឡាញ់ហើយគាត់ចាំបាច់ធ្វើខ្លួនអីទេពីព្រោះមានប្តីស្រឡាញ់ហើយគឺអស់ចិត្តហើយប៉ុណ្ណឹងពីព្រោះគាត់អត់ចាំបាច់ត្រូវធ្វើខ្លួនឲ្យស្អាតដើម្បីតាក់ភ្នែកបរិសុទ្ធផ្សេងអីទៀតទេអញ្ចឹងអ្វីដែលគាត់រៀបចំគឺធ្វើម៉េចដើម្បីឲ្យគ្រួសារហ្នឹងមានសុភមង្គលអត់ចំណាយលុយឬថារឿងអីមួយដែលត្រូវចាយលុយគឺគាត់អត់ធ្វើទេចាគាត់មិនសំលុយគឺដើម្បីគ្រប់គ្រងគ្រួសាររៀបចំម្ហូបអាហារមើលកូនរៀបចំកូនទៅរៀនចាយវាយនៅការសិក្សាកូនគឺចប់តែប៉ុណ្្នឹងឯងចាតែមនុស្សប្រុសវិញប្រសិនបើគាត់អត់ទាន់មានលុយមានអីគឺគាត់ស្រឡាញ់ប្រពន្ធស្មោះស្ម័គ្រណាស់ហើយបងមានតែអូនឯងមួយគឺបងអស់ចិត្តហើយគឺអត់មានអីទៀតទេព្រោះអូនគឺជាជីវិតបងអីចឹងទៅហ្នឹងហើយអាហ្នឹងពាក្យរបស់មនុស្សប្រុសតែមួយថ្ងៃទៅមួយថ្ងៃប្រពន្ធនឹងកាន់តែលែងរកខ្លួនឯងឃើញហ្នឹងហើយគឺចេះតែថារស់នៅសន្តិភាពហើយចាប្រឡែងដៃភិលលែងគិតគូរលែងថែទាំសុខភាពខ្លួនឯងអស់ហើយលេងពីព្រឹកដល់ល្ងាចខ្លួនឯងគឺស្កេកស្កាសក់កត្រៀងកត្រឿងសពុតញុកអីអញ្ចឹងទៅតែសម្រាប់របស់ប្តីវិញយើងមើលទៅប្តីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតកាន់តែសង្ហាយេតនុយឡើងខ្ញ៉ាំងអីចឹងទៅចេញទៅណាហ្នឹងហើយសួរថាមនុស្សប្រុសបែបម៉េចគេចេញទៅក្រៅគឺគេធ្វើខ្លួនស្អាតយ៉ាគេមានការងារគេអាហ្នឹងគឺជារឿងមួយដែលគេរកលុយយកមកចិញ្ចឹមក្រុមគ្រួសារចិញ្ចឹមប្រពន្ធកូនអីចឹងទៅតែពេលវេលាទៅមុខកាន់ទៅមុខមានលុយច្រើនបរោះបែកចិត្តផ្សេងគិតផ្សេងចាប់ផ្ដើមមើលមនុស្សស្រីដែលស្អាតសង្ហាយ៉ាស្អាតយ៉ាស៊ីចូលចិត្តមើលបែបអញ្ចឹងអាហ្នឹងគឺចរិតរបស់មនុស្សប្រុសហើយមួយទៀតនេះខ្ញុំនិយាយតែមនុស្សប្រុសដែលខុសដែលមានគំនិតមិនស្មោះត្រង់ឯរឿងប្រុសល្អគឺកុំមកចាំយកខ្លួនមកដាក់ទេចាពេលមានលុយចង់បង្ហាញភាពសង្ហារបស់ខ្លួននឹងឲ្យមនុស្សស្រីច្រើនឃើញថាអញស្អាតសង្ហាមានលុយមានអំណាចអញ្ចឹងហើយគាត់ក៏ចាប់ផ្ដើមបែកឆ្វេងទៅរកមានអារម្មណ៍ថាមានរស័យកំណាន់អីចឹងណាហើយការគិតរបស់គាត់ទេហើយគាត់គិតថាខ្លួនគាត់ល្អទៀតអាហ្នឹងអញ្ចឹងហ្នឹងហើយពីព្រោះមនុស្សស្រីនៅខាងក្រៅហេតុអីបានមនុស្សប្រុសចូលចិត្តទៅរកមនុស្សស្រីនៅខាងក្រៅដោយសារហេតុអីមនុស្សស្រីពពាកផ្អែមល្ហែមលួងលោមបងពូកែបងចាស់ហើយនៅតែមានលុយហើយសង្ហាខ្លាំងទៀតមនុស្សប្រុសចូលចិត្តពាក្យអញ្ចឹងហើយសួរថាមនុស្សប្រុសត្រឡប់មកផ្ទះវិញតើប្រពន្ធនឹងចូលនិយាយពាក្យហ្នឹងទៅប្តីអត់ទេ
មនុស្សស្រីមួមកក្តៅកាហាយធ្វើការហត់មួយថ្ងៃទល់ល្ងាចមិនទាន់បានសម្អាតខ្លួនប្រានយ៉ាសក់កត្រិងកត្រើងសពុតញុកតាមានអារម្មណ៍ណាមកទៅសើប្តីអូយបងស្អាតបងសង្ហាបងពូកែអីម្លេះអត់មាននិយាយចឹងទេប្រកាសពីប្តីមកដល់ព្រាមមុខសឡក់ប្តីមួម៉ៅដាក់ប្តីសួរថាសុភមង្គលនៅកន្លែងណាបងប្អូនមើលចំណុចហ្នឹងខ្ញុំចង់សួររឿងចំណុចហ្នឹងថាសុភមង្គលគ្រួសារនៅកន្លែងណាចាបើសិនបើមនុស្សស្រីយើងអត់ចេះធ្វើខ្លួនតុបតែងខ្លួនកាយរាងកាយយើងធាត់កត្រីកត្រយ៉ាมันសម្អាតទាំងខ្លួនផងនោះសួរថាគេស្រឡាញ់យើងអត់ហើយជឿជាក់លើប្តីថាបងស្រឡាញ់អូនណាបងមានតែអូនមួយគឺបងស្កប់ស្កល់ហើយជឿអត់ចាចំណុចមួយនេះខ្ញុំចង់ឲ្យមនុស្សស្រីហ្នឹងភ្ញាក់ខ្លួនឡើងផ្លាស់ប្ដូរនៅអ្វីធ្វើខ្លួនឲ្យស្អាតឲ្យមានរបៀបរៀបរយមានវិន័យលើខ្លួនឯងមិនមែនតាក់ភ្នែកបរោះផ្សេងទេគឺធ្វើមិនគ្រប់គ្រងចិត្តប្តីយើងឲ្យបានណាហ្នឹងហើយនេះជាចំណុចមួយដែលខ្ញុំចង់ចែកវីដេអូចែកម្លែកវីដេអូនៅថ្ងៃនេះគឺបែបហ្នឹងប្រយ័ត្នអាសាបងណាចាមនុស្សប្រុសស្រឡាញ់ស្អាតហើយសួរថាយើងប្រពន្ធក៏ដោយបើយើងអត់ស្អាតគេស្រឡាញ់អត់ត្រូវមើលចំណុចហ្នឹងឲ្យមែនតែនហើយអ្នកទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃយើងកាន់តែចាស់យើងកាន់តែទ្រុឌទ្រោមទៅតាមវ័យហើយយើងនៅដេកផ្ដួលទៅតាមវ័យហ្នឹងមែនយើងបងពូនឲ្យគេបន្តិចម្ដងថ្មិញជង្គង់សក់ស្កើវាប្រកាសជាត្រូវទៅតាមវ័យហើយប៉ុន្តែយើងកុំដេកទៅតាមអ្វីដែលច្បាប់ធម្មជាតិនឹងតម្រូវយើងកែខៃធ្វើមិនឲ្យខ្លួនឯងស្អាតឲ្យខ្លួនឯងមានក្លិនប្រហើរយ៉ាឲ្យខ្លួនឯងហ្នឹងមើលទៅរបៀបរៀបរយហ្នឹងហើយអញ្ចឹងផ្លាស់ប្ដូរមើលខ្លួនឯងមើលស្ត្រីមេផ្ទះទាំងអស់គ្នាមើលខ្លួនឯងពីចុងជើងដល់ចុងសក់តើចំណុចមួយណាដែលយើងគួរផ្លាស់ប្ដូរអាចំណុចអាក្រក់មកចំណុចល្អកែខៃខ្លួនឯងកុំដេកចាំតាមហាអើយចាស់ហើយធ្វើខ្លួនអីទៀតទេកុំចឹងធ្វើខ្លួនដើម្បីសុភមង្គលក្នុងគ្រួសារខ្លួនឯងមិនមែនអ្នកដទៃទេធ្វើខ្លួនមិនមែនតាក់ប្រុសផ្សេងទេគឺគ្រប់គ្រងតែចិត្តប្តីយើងមួយហ្នឹងទៅវាស្កប់ស្កល់បាត់ហើយចានេះគឺជាចំណុចដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាត្រឡប់មកវិញកុំឲ្យហួសពេកតែយើងអាក្រក់តែយើងមិនស្អាតសុខភាពយើងមិនល្អចៃដន្យយើងស្លាប់ទៅសួរថាគេមកយកយើងទៀតមែនគេមកយំអោបខ្មោចមែនអត់ទេបងប្អូនមិនស្រួលប្តីយើងបានប្រពន្ធថ្មីមួយទៀតមិនដឹងផងចាគេមិនស្រឡាញ់មនុស្សដែលគេហៅថាអាក្រក់គេអត់ស្រឡាញ់ទេគេស្រឡាញ់តែស្អាតទេមើលខ្លួនឯងព្រោះនៅប្រចាំថ្ងៃខ្លួនឯងមើលអង្គុយចិត្តគ្នាគេអុស Facebook គេមើលអីគេប៉ុណ្ណឹងទៅបានហើយណាហ្នឹងហើយអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេខ្ញុំចង់ចែកម្លែកនៅអ្វីដែលមិនល្អចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការផ្លាស់ប្ដូរដើម្បីរកខ្លួនឯងឲ្យឃើញដើម្បីសុភមង្គលគ្រួសារថែទាំសុខភាពខ្លួនឯងថែទាំមនុស្សជាទីស្រឡាញ់ខ្លួនឯងឲ្យបានល្អប្រសើរបំផុតគ្រប់យ៉ាងត្រូវជឿជាក់ថាវាអាចស្ថិតនៅក្នុងកណ្ដាប់ដៃយើងដែលអាចគ្រប់គ្រងថែទាំគ្រួសារយើងរហូតដល់យើងត្រឡប់ទៅវិញអូខេជួបគ្នានៅវីដេអូក្រោយសង្ឃឹមថាបងប្អូនទាំងអស់គ្នាឃើញវីដេអូនឹងហើយមានការភ្ញាក់រលឹកធ្វើខ្លួនឲ្យកាន់តែមានសុខភាពល្អរូបរាងសមសួនយ៉ាកុំគិតត្រាមនុស្សប្រុសអត់ស្រឡាញ់អាក្រក់ទេគឺស្រឡាញ់ស្អាតអញ្ចឹងត្រូវខកឡើងរកខ្លួនឯងឲ្យឃើញណាបាយបាយ